ចាសសួស្តីបងប្អូនថ្ងៃនេះមកចែកវិធីសាស្ត្រខបងប្អូនខជើងជ្រូកជាមួយតាពាំងព្រិចបងប្អូនដោយសារតែថ្ងៃហ្នឹងខ្ញុំទិញបានតាពាំងព្រិចល្អហើយរបៀបខរបស់ខ្ញុំគឺខបែបខ្មែរមកបងប្អូនអើយអត់មានដាក់ប្រេងខ្យងអត់ដាក់អីទេនិយាយរួមទៅខ្ញុំដាក់តែអំបិលប៊ីចេងទឹកត្រីស្ករត្នោតតែប៉ុណ្្នឹងឯងហើយខបែបហ្នឹងបងប្អូនគឺវាមានរសជាតិដិតឈ្ងុយបែបខពេលបើសិនជាបងប្អូនដាក់ដូចជាទឹកស៊ីអ៊ីវឬក៏ទឹកប្រេងខ្យងអីគឺរសជាតិវាដូរបងប្អូនបើសម្រាប់ខ្ញុំចូលចិត្តរសជាតិបែបខពីដើមអញ្ចឹងបងប្អូនហើយមុននឹងខ្ញុំស្រោះជើងជ្រូកសិនទៅបងប្អូនដើម្បីយើងយកមកលាងទៅវាមានអាកតិចហ្នឹងហើយពេលយើងយកវាទៅស្រោះអញ្ចឹងពេលយើងយកវាមកលាងម្ដងទៀតគឺវាជ្រះបានល្អហើយថ្ងៃហ្នឹងខ្ញុំប្រើសាច់ជ្រូក3ជាន់ហើយនឹងជើងជ្រូកពីមុខហ្នឹង1គីឡូបងប្អូនហើយសាច់ជ្រូក3ជាន់ហ្នឹងខ្ញុំយកវាមកប្រឡាក់គ្រឿងបងប្អូនក្នុងគ្រឿងហ្នឹងខ្ញុំប្រើខ្ទឹមសនិងគល់ខ្ទឹមហើយនឹងប៊ីចេងមួយចុងស្ព្រាអំបិលមួយចុងស្ព្រាបងប្អូនហើយទឹកត្រីប្រហែលជា2ស្លាបព្រាទេហើយយើងប្រឡាក់វាទុកប្រហែលជា10នាទីអីសិនទៅបងប្អូនទុកវាមួយឡែកសិនទៅណាហើយបន្ទាប់មកខ្ញុំមកកូរស្ករបងប្អូនដើម្បីយើងកូរស្ករហ្នឹងដើម្បីដាក់ខហ្នឹងណាហើយស្ករខ្ញុំប្រើ1ស្លាបព្រាពេញបងប្អូនទៅលើសាច់ជ្រូកខ្ញុំហ្នឹង1គីឡូហើយខ្ញុំថែមទឹកត្រីបន្តិចដើម្បីឲ្យវាឈ្ងុយហើយយើងកូរវារៀងឡើងក្រហមបន្តិចទៅដើម្បីវាយកពណ៌ផងដែរបងប្អូនយកពណ៌ចេញមកពីស្ករហើយយើងចាក់សាច់ជ្រូកដែលយើងប្រឡាក់គ្រឿងហ្នឹងបងប្អូនសាច់ជ្រូកប្រឡាក់គ្រឿងហើយនឹងសាច់ជើងជ្រូកដែលយើងបានស្រោះហើយហ្នឹងចាក់ចូលស្ករដើម្បីយើងកូរវាឲ្យសព្វហើយយើងទុកមកងាស់វាឲ្យដាច់ទឹកសិនបងប្អូននិយាយរួមទៅយើងអត់ទាន់ថែមទឹកភ្លាមទេយើងមកងាស់ទឹកសាច់ជ្រូកហ្នឹងឲ្យវាដាច់ទឹកម្សាសិនចាំយើងថែមទឹកបន្តិចនិយាយរួមទឹកហ្នឹងអត់ថែមបខំទេយើងថែមម្ដងបន្តិចធ្វើបែបហ្នឹងគឺសាច់ជ្រូករបស់យើងវាឡើងខាប់ល្អមែនតើទឹកសឡរបស់យើងហ្នឹងគឺវាឡើងខាប់ល្អហើយខ្ញុំអត់មានថែមប្រេងខ្យងថែមអីទេបងប្អូនគឺខ្ញុំដាក់តែខរបស់ខ្ញុំដាក់តែម្រេចបុកជាមួយខ្ទឹមសហើយនឹងគល់ខ្ទឹមអំបិលមួយចុងស្ព្រាប៊ីចេងមួយចុងស្ព្រាអាហ្នឹងយើងបុកជាមួយខ្ទឹមយើងបុកមួយខ្ទឹមហើយយើងយកមកប្រឡាក់សាច់ពេលយើងប្រឡាក់ហើយយើងទុកវាមួយឡែកសិនទៅណាបងប្អូនហើយបងប្អូនឃើញទេយើងកូរសាច់នឹងវាដាច់ទឹកគឺវាឡើងខាប់ល្អអញ្ចឹងហើយវាឡើងឈ្ងុយទៀតបងប្អូនសាច់ជ្រូករបស់យើងអត់ឆ្អាបអត់អីទេពេលយើងខហើយបន្ទាប់មកយើងថែមទឹកបន្តិចមកបងប្អូនថែមទឹកបន្តិចមកដើម្បីយើងដាក់តាពាំងនិងពងទាយើងចូលដើម្បីកុំឲ្យវាខ្លោចបាតយើងដាក់វាបន្តិចមកហើយយើងមិនបាច់កូរទេកូរខ្លាចវាបែកពងទារបស់យើងអញ្ចឹងយើងលើកក្លុកវាមកហើយយើងមកងាស់វាសិនយើងមកងាស់វាឲ្យចូលជាតិជាមួយនឹងញរុំយើងមកងាស់ហើយយើងអាសាក្លុកវាពីរដងទៅណាបងប្អូនខ្លាចវាខ្លោចពងទាបើខ្លោចពងទាវាធ្វើឲ្យរសជាតិខរបស់យើងនឹងដូររសជាតិហើយខ្ញុំមកងាស់នៅក្នុងភ្លើងតិចរយៈប្រហែលជា10នាទីអញ្ចឹងទៅខ្ញុំចាក់ទឹកម្ដងទៀតបងប្អូនចាក់ទឹកម្ដងទៀតហ្នឹងក៏អត់ទាន់សម្រេចដែរខ្ញុំនៅក្លុកវាឲ្យវាសប់ចូលគ្នាហើយខ្ញុំចាក់ទឹកម្ដងទៀតបងប្អូនចាក់ទឹកម្ដងទៀតហ្នឹងយើងសម្រេចហើយអានេះបងប្អូនឃើញទេហ្នឹងបន្ទាប់មកខ្ញុំចាក់ទឹកលើកទី2វាឡើងក្រហមល្អមែនតើហើយសាច់របស់យើងអត់ឆ្អាបអត់អីណាហើយយើងចាក់លើកទី2មកយើងចាក់លើកទី2ហ្នឹងហើយត្រង់ចំណុចហ្នឹងបងប្អូនភ្លក់មើលបើសិនជាវារៀងសាបអីឬក៏ខ្វះរសជាតិអីបងប្អូនអាចថែមបន្ទៀតបានទៅលើខរបស់ខ្ញុំអត់ប្រើទឹកច្រើនទេបងប្អូនដាក់ទឹកតិចអញ្ចឹងប៉ែហើយខបែបហ្នឹងគឺមានរសជាតិឆ្ងាញ់មែនតើបងប្អូនអាចសាកធ្វើហូបបានហើយទៅពេលយើងមកងាស់វារហូតដល់វាផុយទៅបងប្អូនដល់វាផុយទៅល្មមដែលយើងចង់បាននិយាយរួមផុយពេកក៏អត់ឆ្ងាញ់ដែរច្រប់ពេកទៅបានឆៃមួយទៀតយើងមកងាស់វាងុំគឺខហ្នឹងកាន់តែឆ្ងាញ់បងប្អូននិយាយរួមមកខនេះខបែបអ្នកតសៃខ្ចីគាត់ហូបគាត់អីបងប្អូនតែអ្នកតសៃខ្ចីគាត់ហូបក៏អត់ដាក់តាពាំងទេតែដោយសារតែយើងហូបធម្មតាយើងដាក់តាពាំងមែនអត់តែបើអ្នកតសៃខ្ចីគាត់អត់ដាក់តាពាំងដាក់អីទេតែគាត់មកខបែបហ្នឹងខបែបដាក់តែអំបិលប៊ីចេងស្ករទឹកត្រីតែប៉ុណ្្នឹងឯងបងប្អូនអត់មានប្រើប្រេងខ្យងប្រើទឹកស៊ីអ៊ីវប្រើអីទេយើងប្រើតែស្ករអំបិលប៊ីចេងនិងទឹកត្រីគឺរសជាតិដើម